ប្រវត្តិសង្ខេបនៃផ្លាស្ទិកមាននៅគ្រប់ទីកន្លែងក្នុងពិភពលោកផ្លាស្ទិកទាំងនេះមានដើមកំណើតពីវត្ថុតូចមួយដែលមិនត្រូវបានធ្វើឡើងពីផ្លាស្ទិកទាល់តែសោះនោះគឺក្របយ៉ារាប់រយឆ្នាំមកហើយក្របយ៉ាត្រូវបានធ្វើឡើងពីភ្លុកដំរីដែលនេះបានបង្កឲ្យមានការបរបាញ់ដំរីយ៉ាងច្រើនសម្បើមបណ្ដាលឲ្យចំនួនដំរីធ្លាក់ចុះយ៉ាងលឿននៅក្នុងសតវត្សទី19ដោយសារបញ្ហានេះអ្នកផលិតក្របយ៉ាបានធ្វើការប្រកាសស្វែងរកនរណាដែលអាចប្រើប្រាស់វត្ថុធាតុដើមផ្សេងមកជំនួសឲ្យភ្លុកដំរីលុះក្នុងឆ្នាំ1863លោក John Wesley Hyatt សញ្ជាតិអាមេរិកក៏បានទទួលស្រាវជ្រាវរកវត្ថុធាតុដើមថ្មីនោះក្នុងរយៈពេល5ឆ្នាំបន្ទាប់លោកក៏បាននាំមកនៅរបបកំហើញថ្មីមួយដែលត្រូវបានហៅថា celluloid ដោយវាត្រូវបានផលិតចេញពី cellulose ជាសមាសធាតុដែលរកឃើញនៅក្នុងដើមឈើនិងចំបើងប៉ុន្តែក្រោយមកលោក Hyatt បានរកឃើញថាសារធាតុនេះមិនទាន់អាចជំនួសភ្លុកដំរីបាននៅឡើយត្បិតវាពុំមានទម្ងន់គ្រប់គ្រាន់និងពុំសូវលោតល្អតែទោះបីជាយ៉ាងនេះក្តីសារធាតុនេះអាចត្រូវបានយកទៅកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗហើយអ្វីដែលគាត់បង្កើតបាននេះគឺត្រូវបានស្គាល់ថាជាផ្លាស្ទិកដំបូងបំផុតពាក្យថាផ្លាស្ទិកអាចត្រូវបានពន្យល់ភ្ជាប់ទៅកាន់សម្ភារៈផ្សេងៗដែលផ្គុំឡើងពីសារធាតុម្យ៉ាងហៅថា polymers ដែលវាជា molecule ធំមួយផ្គុំឡើងពីបំណែកនៃ molecule ដូចគ្នាជាច្រើននេះគឺរួមបញ្ចូលនៅ plastic ទាំងឡាយដែលមនុស្សយើងបានផលិតនិងវត្ថុជាច្រើនដែលត្រូវបានរកឃើញក្នុងធម្មជាតិប៉ុន្តែជាទូទៅនៅពេលនិយាយពី plastic យើងតែងសំដៅលើសម្ភារៈដែលផលិតឡើងតាមរយៈការឆ្លងកាត់នៅដំណើរការគីមីហើយវាមានសភាពទន់ងាយច្នៃទៅជាវត្ថុដែលមានរូបរាងផ្សេងៗជាច្រើនទោះបីទទួលបានរង្វាន់ពីរបបកំហើញផ្លាស្ទិកនេះក៏ដោយរបស់ដែលបង្កើតបានពី celluloid គឺងាយឆាប់ឆេះខ្លាំងណាស់ដែលធ្វើឲ្យខ្សែច្រវាក់ផលិតកម្មមានហានិភ័យខ្ពស់ជាហេតុនាំឲ្យអ្នកស្រាវជ្រាវទាំងឡាយត្រូវបន្តរកសារធាតុផ្សេងៗដទៃទៀតក្នុងឆ្នាំ1907គីមីវិទូបានលាយបញ្ចូលនៅសារធាតុ phenol ដែលជាកាកសំណល់នៃធ្យូងថ្មជាមួយនឹងសារធាតុ formaldehyde រួចនាំឲ្យបង្កើតបាននៅវត្ថុធាតុថ្មីមួយដែលរឹងមាំហើយត្រូវបានគេហៅថា bakelite គឺមិនងាយឆេះដូចនឹង celluloid ឡើយហើយវត្ថុធាតុដើមសម្រាប់ផលិតវាក៏សម្បូរហូរហៀផងដែរ bakelite នេះគ្រាន់តែជាចំណុចផ្ដើមមួយប៉ុណ្ណោះក្នុងដំណើររកនៅប្រភេទ plastic ជាច្រើនតួយ៉ាងនៅក្នុងឆ្នាំ1920អ្នកស្រាវជ្រាវបានបង្កើតផលិតផលពាណិជ្ជកម្មជាលើកដំបូងពីសារធាតុ polystyrene ដែលជាអេប៉ុងផ្លាស្ទិកប្រើក្នុងមុខងារកម្ដៅសម្លេងនិងចរន្តអគ្គិសនីមិនយូរប៉ុន្មានក៏មាននៅ polyvinyl chloride ឬ PVC ឬយើងស្គាល់ថាជាផ្លាស្ទិកដែលរឹងនិងអាចបត់បែនបានបន្ទាប់ក៏មាន acrylics ដែលជាប្រភេទផ្លាស្ទិកមានសភាពជាបន្ទះថ្លាដូចនឹងកញ្ចក់តែពេលប៉ះទង្គិចមិនបែកជាកម្ទេចតូចដូចកញ្ចក់ឡើយហើយនៅឆ្នាំ1930 nylon ក៏ត្រូវបានបង្កើតឡើងដោយយកគំរូនៃភាពស្វិតនិងធន់ពីសម្បុកសត្វពីងពីងសរសៃឈូកនិងសូត្រជាដើមឆ្នាំ1933 polyethylene ក៏ត្រូវបានរកឃើញដោយវាជាផ្លាស្ទិកដែលអាចផលិតរបស់របរផ្សេងៗបានច្រើនបំផុតហើយសប្តាហ៍ថ្ងៃយើងប្រើវាសម្រាប់ផលិតអ្វីៗសឹងតែគ្រប់យ៉ាងរាប់ចាប់តាំងពីថង់ដបសាប៊ូរហូតដល់អាវការពារគ្រាប់កាំភ្លើងសប្តាហ៍ថ្ងៃមានបច្ចេកវិទ្យាក្នុងការផលិតជាច្រើនដែលជំរុញឲ្យសារធាតុទាំងនេះក្លាយជាតម្រូវការយ៉ាងសម្បើមក្នុងនោះការរកឃើញនៅបច្ចេកទេសមួយគឺការចាក់បញ្ចូលពុម្ពដែលវាជាដំណើរការប្រើប្រាស់កម្ដៅដើម្បីឲ្យផ្លាស្ទិករលាយចូលពុម្ពស្របតាមរូបរាងដែលបានកំណត់រួចផ្លាស្ទិកនោះនឹងស្ងួតរឹងសឹងតែភ្លាមបច្ចេកទេសនេះបាននាំឲ្យមនុស្សបង្កើតនៅវត្ថុខុសៗគ្នាជាច្រើនដែលមានតម្លៃថោកនិងអាចផលិតបានយ៉ាងឆាប់រហ័សនៅពីក្រោយមូលហេតុនៃការរកបច្ចេកទេសថ្មីៗទាំងនេះអ្នកវិទ្យាសាស្ត្រសង្ឃឹមថាសម្ភារៈថ្មីៗទាំងអស់នឹងអាចជួយមនុស្សឲ្យសន្សំសំចៃនិងសម្រាលបន្ទុករស់នៅប្រចាំថ្ងៃឲ្យបានកាន់តែប្រសើរប៉ុន្តែនៅក្នុងសម័យសង្គ្រាមលោកលើកទី2ផ្លាស្ទិកក៏ត្រូវបានយកទៅប្រើប្រាស់ក្នុងផលិតកម្មនៃសម្ភារៈសង្គ្រាមដែលនេះបានធ្វើឲ្យការផលិតគិតតែក្នុងសហរដ្ឋអាមេរិកមួយប៉ុណ្ណោះបានកើនដល់ទៅ4ដងដូចជាតាមរយៈការផលិតមួកអាវភ្លៀងកញ្ចក់យន្តហោះដែលមិនបែកជាអំបែងរួមជាមួយនឹងឆ័ត្រយោងជាដើមលុះនៅក្រោយពេលចប់សង្គ្រាមក្រុមហ៊ុនធំទាំងឡាយជាច្រើននោះក៏ផ្ដើមប្រែក្លាយគោលដៅរបស់ពួកគេទៅផលិតផ្លាស្ទិកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃវិញម្ដងចាប់តាំងពីពេលនោះមកផ្លាស្ទិកបានចាប់ផ្ដើមដើរតួនាទីជំនួសសម្ភារៈនានាដូចជាឈើកញ្ចក់
ក្រណាត់រួមទាំងរបស់របរក្នុងមុខងារនៃគ្រឿងសង្ហារឹមសម្លៀកបំពាក់ស្បែកជើងទូរទស្សន៍និងវិទ្យុឡាក់ដោយសារភាពងាយស្រួលក្នុងការកែច្នៃផ្លាស្ទិកក៏ត្រូវបានរចនាឡើងជាចម្បងដើម្បីរក្សាទុកនូវអាហារនិងផលិតផលផ្សេងទៀតជាច្រើនឲ្យមានភាពស្រស់បោះបានយូរជាបន្តបន្ទាប់យើងបានឃើញផ្លាស្ទិកមានវត្តមាននៅយ៉ាងជុំចិត្តអបរិទ្ធជីវិតនិងរបស់របរប្រើប្រាស់សឹងគ្រប់មុខដែលមនុស្សជាតិត្រូវការខណៈពេលដែលសពថ្ងៃផ្លាស្ទិកបាននាំមកនូវភាពងាយស្រួលនឹងការសន្សំសំចៃក៏ពិតមែនតែវាក៏បានបង្កើតបញ្ហាបរិស្ថានដ៏គួរឲ្យសង្វេគផងដែរព្រោះផ្លាស្ទិកជាច្រើនប្រភេទត្រូវបានផលិតពីវត្ថុធាតុដើមដែលមិនមែនសុទ្ធតែអាចកែច្នៃឡើងវិញបានបន្ថែមពីនេះថង់វេចខ្ចប់ផ្លាស្ទិកទៅទៀតក៏ត្រូវបានរចនាឡើងដើម្បីប្រើប្រាស់តែមួយលើកប៉ុណ្ណោះហើយផ្លាស្ទិកទាំងនេះខ្លះត្រូវចំណាយពេលរាប់រយឆ្នាំដើម្បីរលាយហើយបង្កើតជាកាកសំណល់ដ៏ច្រើនមហិមាដូច្នេះចាប់ពីពេលនេះទៅមនុស្សជាតិនឹងត្រូវផ្ដោតលើការច្នៃប្រឌិតនានាលើដំណោះស្រាយនៃបញ្ហាទាំងនេះដោយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកការអភិវឌ្ឍផ្លាស្ទិកដែលងាយរលាយនិងស្វែងរកវិធីថ្មីៗដើម្បីកែច្នៃផ្លាស្ទិកដែលមានស្រាប់ជួបគ្នាក្នុងវីដេអូបន្ទាប់